បើសម្រាប់ខ្ញុំបានបសសដូចជាបានជីវិត តែយើងញ័រហ្នឹងណា ពីដើមមនុស្សពិបាកព្រោះនៅលើលោកនេះគ្មានអ្វីសំខាន់ជាអាយុជីវិតទេសុខភាពគឺសំខាន់មនុស្សឲ្យតែមានសុខភាពមានជីវិតគឺមានឱកាសអញ្ចឹងនៅពេលដែលបងប្អូនមានការបសសមួយហ្នឹងដូចមានឱកាសទទួលការព្យាបាលបានត្រឹមត្រូវមានឱកាសមានសុខភាពល្អមានឱកាសមានជីវិតនៅមន្ទីរពេទ្យបង្អែកពោធិ៍ចន្ទតរបស់យើងគឺជាមន្ទីរពេទ្យបង្អែកកម្រិត1គេហៅ CPA1 យើងមានផ្ដល់សេវាដូចជាផ្នែកសម្ភពនិងរោគស្ត្រីជំងឺសង្គ្រោះបន្ទាន់ជំងឺកុមារផ្នែកជំងឺទូទៅមនុស្សចាស់មាត់ធ្មេញហើយយើងមានអេកូសាសរបស់យើងគឺ 4D ហើយយើងមាន X-ray ទំនើបម៉ាស៊ីនបន្ទប់ពិសោធន៍បបទំនើបអ្វីដែលចង់រំលេចបន្ទប់ពិសោធន៍របស់យើងគឺមានស្តង់ដារដោយសារមានការរវាងតម្លៃអំពីវិទ្យាស្ថានសុខភាពសាធារណៈមួយរយៈនេះយើងឃើញថាផ្នែកត្រចៀកចំពោះបំពង់កកំពុងតែទទួលការគាំទ្រយ៉ាងផុសផុលពីបងប្អូនគ្រប់ស្រទាប់វណ្ណៈគ្រប់ស្រទាប់វណ្ណៈបងប្អូនអ្នកខ្លះគាត់មានលទ្ធភាពច្រើនណាគាត់នៅតែមកទទួលសេវានៅកន្លែងយើងហើយក៏មានបងប្អូនជាច្រើនទៀតគាត់អញ្ជើញមកពីបណ្ដាខេត្តហើយនៅក្នុងនោះក៏ឃើញមានបងប្អូនដែលប្រើបានបសសក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរចំពោះផ្នែកវិជាចំពោះបំពង់កកន្លងមកយើងទទួលបានព័ត៌មានត្រឡប់ល្អលើសពីការរំពឹងទុកខ្ញុំមិននឹកស្មានថាដល់ពេលយើងធ្វើទៅមានការគ្រប់គ្រងអញ្ចឹងទេដំបូងមិនប្រកាសថាគាត់មកគាត់ទទួលយកក៏មកសាកល្បងសិននៅពេលដែលគាត់មកសាកល្បងគាត់មកទទួលសេវាហើយទទួលបានលទ្ធផលល្អគាត់ផ្សព្វផ្សាយបន្តហើយខ្ញុំសប្បាយចិត្តនេះហើយជាមោទនភាពដែលមន្ទីរពេទ្យបង្អែកពោធិ៍ចន្ទរបស់យើងបានបង្កើតស្នាដៃទីនេះតាមរយៈវីដេអូនេះខ្ញុំចង់ផ្សព្វផ្សាយបងប្អូនគាត់ដឹងថានៅមន្ទីរពេទ្យបង្អែកពោធិ៍ចន្ទយើងផ្ដល់សេវាផ្នែកត្រចៀកចំពោះបុគ្គលក៏ដូចជាផ្នែកដទៃច្រើនទៀតហើយមិនមានការរើសអើងទេកុំបារម្ភធានាថាមិនមានការរើសអើងតែម្ដងហើយខ្ញុំមានសំណូមពរមួយទៀតសូមតែអត់ធ្មត់ដោយសារតែធម្មតាបងប្អូនប្រជាពលរដ្ឋលោកមានសិទ្ធិមានបញ្ហាអ្នកដែលមកពេលគឺមានបញ្ហាទាំងអស់តែម្ដងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការរងចាំអញ្ចឹងទាមទារអត់ធ្មត់នៅក្នុងការរងចាំបើទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋលោកមកទទួលសេវាច្រើនមានការកក់កុញក៏ពួកខ្ញុំនៅតែបដិញ្ញាចិត្តអស់ពីលទ្ធភាពដើម្បីផ្ដល់សេវាជូនគាត់ឲ្យបានល្អប្រសើរបំផុតតាមអាចធ្វើទៅបានបងប្អូនទាំងអស់មិនថាមានបានបសសឬក៏អត់មានបានបសសក៏ដោយរាល់អ្នកជំងឺគឺយើងចូលផ្លូវកន្លែងតែមួយគត់គឺនៅបញ្ចូលខាងមុខចោះឈ្មោះបង្ហាញការបសសតញ្ញាណប័ណ្ណហើយគេទៅសេឯកសារជំងឺមួយដើម្បីមកជួបគ្រូពេទ្យអញ្ចឹងគ្រូពេទ្យដឹងថាអ្នកជំងឺកាន់ឯកសារនោះទទួលផ្ដល់សេវាដូចយើងទាំងអស់នេះហើយជាការធានានៅសមធម៌នៅក្នុងការផ្ដល់សេវាបានន័យថាណាក៏ដោយឲ្យតែមានលិខិតនេះគ្រូពេទ្យមើលដូចគ្នាទាំងអស់បើសម្រាប់ខ្ញុំបានបសសដូចជាបានជីវិត តែយើងញ័រហ្នឹងណា ពីដើមមនុស្សពិបាកព្រោះនៅលើលោកនេះគ្មានអ្វីសំខាន់ជាអាយុជីវិតទេសុខភាពគឺសំខាន់មនុស្សឲ្យតែមានសុខភាពមានជីវិតគឺមានឱកាសអញ្ចឹងនៅពេលដែលបងប្អូនមានការបសសមួយហ្នឹងដូចមានឱកាសទទួលការព្យាបាលបានត្រឹមត្រូវមានឱកាសមានសុខភាពល្អមានឱកាសមានជីវិតពីមុនពិបាកមនុស្សពេលឈឺពេលដែលគាត់ឈឺក៏ពិបាកនឹងទៅលុយកាក់នៅឯណាអីនៅឯណាបានស្អីបង់សេវាប៉ុន្តែឥឡូវអត់ពិបាកទេពេលដែលឈឺខុចការទៅគេផ្ដល់សេវាដូចគ្នាទាំងអស់អញ្ចឹងហើយនេះជាសក្តានុពលក៏យើងចំណុចខ្លាំងរបស់ការបសសបងប្អូនទាំងអស់នេះគួរតែមានការបសសម្នាក់មួយ